ต่อปีตารางมาซิน CNC DIY อย่างเชิญtới ខ្ញុំ ធ្វើ logo នេះមួយ អានេះมันផ្ដល់ពានរង្វាន់ឲ្យខ្លួនឯងទេគ្រាន់តែធ្វើតេស្តម៉ាស៊ីនដែរអញ្ចឹងដាក់ Cambodia by CNC DIY 2025 អញ្ចឹងតែតើម៉ាស៊ីន CNC បងប្អូនចង់យកទៅកាត់យកទៅឆ្លាក់យកទៅលកគឺបានទាំងអស់អាស្រ័យលើការរៀបចំ file របស់យើងខ្លួនឯងទេអញ្ចឹងទៅលើការប្រើតើតើនឹង file សម្រាប់ពីយើងទៅគឺប្រើជាមួយនឹង Spire អញ្ចឹងសូមណែនាំបងប្អូនតិចតើតើម៉ាស៊ីនខ្នាតមួយសន្លឹកគឺយើងមានអញ្ចឹងខ្នាតមួយនេះគឺជាប្រភេទខ្នាតមួយសន្លឹកប្រើជាញោមជាមួយនឹងដែកតួដៃខាងក្រោមហើយអានេះ controller របស់ម៉ាស៊ីនគឺយើង include គ្រឿងនៅក្នុងហ្នឹងទាំងអស់ហើយមកសំណុំទៀតគឺនៅនេះអញ្ចឹងកន្លែងនេះគឺដាក់ជាមួយនឹង controller DDCS ប្រភេទ standalone អាមួយនេះហើយមួយទៀតអានេះរបស់ខូចទេគឺយើងទុកចោលចឹងទៅអានេះបានរបស់ត្រូវដាក់ MPG គឺសម្រាប់សារ៉េបវលមាន AX YZ Z A ហើយនឹងល្បឿនហើយអានេះគឺយើងតម្លើងសឹងតែហើយ99.999ចា 0.1 ទៀតនៅណាគឺមិនតាន់ហើយនឹងឯងហើយនេះប្រភេទ Fender នេះជើងវាមក3ប៉ុន្តែយើងតមក4តែយើងតតែ3ទេហើយអតើគឺយើងប្រើប្រភេទចេះធំមែនតើអានេះនៅស្រើយើងត្រូវសារ៉េវាថែមទៀតអត់អាចអ៊ីស្រើចឹងទេគឺរៀងខិតកើឡើងគៀកទៅវាឡើងឲ្យយើងអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការយកទៅកាត់ឈើ MC PVC កាត់អាកាលិកឬក៏ឆ្លាក់ថ្មម៉ាបក៏អាចប្រើបានដែរមិនអត់ទេម៉ាស៊ីនដែលតម្លើងនេះហើយបងប្អូនអាចមើលបាននេះប្រើសិតតែប្រភេទធំនិយាយចំធ្ងន់ណាស់ឃើញអញ្ចឹងតិចគិតថាស្រាលអីលើកម្នាក់ឯងបាននេះចប់ហើយខ្ញុំហៅឲ្យមកលើកហ្មងបាច់ប្រើអីលើកទេអញ្ចឹងអត់គេវានៅធ្ងន់មិនមែនស្រាលប្រហែលទេធ្ងន់ណាស់លើកគ្នា2នាក់ក៏អត់ចង់រួចដែរហើយចំពោះបងប្អូនដែលមានតម្រូវការទៅតនឹង Solder Laser គឺយើងមានតាំងពីខ្នាតតូចរហូតដល់ខ្នាតធំcòn làម៉ាស៊ីនបងប្អូនត្រូវការតកំមកអញ្ចឹងក៏មានទទួលសេវាកម្មឆ្លាក់ជាមួយនឹងអាកាលិកដែរបងប្អូនដែលត្រូវការទៅតនឹងការឆ្លាក់អាកាលិកអញ្ចឹងឥឡូវគឺបានពៀនមួយខ្លួនឯងនេះ Cambodia by CNC DIY 2025អញ្ចឹងអ្វីដែលយើងធ្វើសឹងតែតម្លើងខ្លួនឯងទាំងអស់ហើយកុំតែគ្រឿងនេះគឺយើងទិញពីគេទេកុំអីខ្លួនឯងមែនតើអញ្ចឹងទូទៅគ្មានបណ្ណាគេផលិតទេអានេះគឺសារយើងទិញគេដូចតែគ្នាហ្នឹងអញ្ចឹងញោមនេះគឺយើងឆ្នៃនៅក្នុងស្រុកយើងទិញនៅស្រុកយើងដែរមើលតែកតិចញោមនេះដឹងហើយភ្លេមីឡានភ្លេម៉ូតូគេសឹងរាល់ថ្ងៃចឹងនេះវីដេអូមានប៉ុណ្ណឹងតែតនឹង review CNC